រដូវស្លឹកឈើជ្រុះហើយបងប្អូនអើយនេះស្លឹកឈើប្រែពណ៌នៅកន្លែងផ្ទះតាហ្នឹងគឺថាតាមភ្នំហ្នឹងគឺប្រែវាថាស្លឹកឈើចាប់ដើមជ្រុះចឹងបងប្អូនហើយនេះបងប្អូនស្អាតពេលវាប្រែពណ៌តិចទៀតជ្រុះអស់ហើយថាស្អែកនឹងត្រជាក់ខ្លាំងនេះដក2ដក3នេះហើយឥឡូវចាប់ដើមនេះផ្លែអានេះវានិយាយទៅដូចនេះបងប្អូននៅខ្មែរយើងមានដែរនេះប៉ុន្តែនៅខ្មែរយើងប្លាតែនេះអាផ្លែដូចកូនចាបហ្នឹងនេះកូនចាបហ្នឹងមើលដូចចាបហ្នឹងនេះស្លឹកវាស្អាតណាស់នេះហ្នឹងប្រែពណ៌ហើយនេះតែគាត់មានផ្កាទៀតណាហើយបើមើលទម្លាប់ផងគាត់ហ្នឹងគឺជ្រុះស្លឹកអស់បងប្អូននេះតែដល់ខែចាក់ជ្រុះស្លឹកអស់នេះសល់តែផ្លែទេបងប្អូនប៉ុន្តែបែហូបអត់កើតវានៅចត់ចឹងបងប្អូនទម្លាប់នេះពួកអាមូលដល់តែទុំញោខ្លាំងបានហូបទៅអត់ចត់ហើយជ្រុះស្លឹកអស់ហើយនៅសល់ផ្លែងើ